វិធីដែល John D Rockefeller តអាយុឲ្យវែងដល់ទៅ45ឆ្នាំតើ John D Rockefeller ជានរណា John D Rockefeller គឺគាត់សន្សំលុយបាន$1 លានក្នុងអាយុតែ44ឆ្នាំប៉ុណ្ណោះនៅពេលគាត់អាយុ43ឆ្នាំគាត់បានបង្កើតក្រុមហ៊ុនផ្ដាច់មុខក្នុងជំនួញខាងប្រេងកាតដ៏ធំបំផុតមួយក្នុងពិភពលោកគឺក្រុមហ៊ុន Standard Oil តើលោកអ្នកដឹងទេថានៅពេលគាត់មានអាយុ53ឆ្នាំតើគាត់មានរឿងអ្វីកើតឡើងគឺគាត់ជួបប្រទះនឹងបញ្ហាទ្រុឌទ្រោមសុខភាពជាទម្ងន់គឺដោយសារតែអត្តចរិតចូលចិត្តការទុករបស់គាត់គឺគាត់ការទុកពីជីវិតរស់នៅយ៉ាងតានតឹងនោះឯង John K Winkler ជាអ្នកសរសេរអំពីជីវប្រវត្តិរបស់គាត់បាននិយាយថាពេលអាយុ53ឆ្នាំរូបរាងមុខមាត់ Rockefeller ស្រដៀងគ្នាទៅនឹងរូបអាសពនៅពេលអាយុ53ឆ្នាំគេកើតជំងឺខូចប្រដាប់រំលាយអាហារយ៉ាងធ្ងន់ធ្ងរបំផុតដែលជាហេតុធ្វើឲ្យជ្រុះសក់ឡើងត្រងោលរោមភ្នែកនិងអ្វីផ្សេងៗទៀតក៏ជ្រុះអស់ដែរនៅសល់តែចិញ្ចើមរយពី3សរសៃតែប៉ុណ្ណោះអាការៈរបស់គេធ្ងន់ធ្ងរខ្លាំងណាស់ Winkler និយាយរហូតដល់ពេលមួយគេធ្លាក់ដល់ថ្នាក់មកបៅទឹកដោះមនុស្សបាទបានប្រាប់គេថាការដែលគេក្បាលទំពេកដូច្នេះគឺមកពីសរសៃប្រសាទចុកខ្សោយគេភ្ញាក់ផ្អើលនឹងក្បាលទំពេករបស់គេរហូតដល់គេត្រូវជូតក្បាលក្រណាត់ជុំចិត្តគ្រប់ពេលវេលាហើយក្រោយមកគេក៏ទិញសក់คล้ายៗពណ៌ប្រផេះមកពាក់ក្នុងតម្លៃមួយឈុត$500ហើយពាក់អស់មួយជីវិតតាមដំបូងឡើយគេជាមនុស្សដែលមានអនាម័យខ្លាំងណាស់គេជាមនុស្សធំធាត់ឡើងនៅក្នុងលើវាលស្រែចម្ការគេធ្លាប់មានស្មារតីទូលាយធំសង្ហារាងកាយរឹងមាំខ្លាំងក្លានិងអាកប្បកិរិយារហ័សរហួនមានវ័យខណៈពេលអាយុ53ឆ្នាំគឺជាពេលវេលាដែលមនុស្សប្រុសភាគច្រើនបានមកដល់ចំណុចរីកចម្រើនខ្ពស់បំផុតក្នុងជីវិតស្មារបស់គេធ្លាក់រយាកហើយដើរទៅទ្រិចទៅត្រូវនៅពេលគេសម្លឹងមើលកញ្ចក់ John Tiffin អ្នកនិពន្ធជីវប្រវត្តិរបស់គាត់ម្នាក់បាននិយាយថាគេឃើញមុខរបស់គេជាបុរសជរាម្នាក់ការដែលដូច្នេះគឺមកពីគេធ្វើការយ៉ាងកំហុសមិនចេះឈប់សម្រាកការទុករឿងនេះរឿងនោះមិនចេះចប់ពូកែខឹងកាយមួម៉ៅមិនចេះចប់ពេលយកក៏ដេកមិនលក់ហើយខ្វះការហាត់ប្រាណនិងការសម្រាកលំហែចិត្តកាយទៀតផងទីបញ្ចប់រឿងទាំងនោះក៏កើតមកធ្វើបាបគេជារៀងរហូតដល់គេព្រមចុះចាញ់នៅពេលនោះគេខ្លាចជាមហាសេដ្ឋីដែលមានបំផុតនៅក្នុងលោកតែទោះជាដូច្នេះក៏គេនៅតែរស់នៅដោយសារតែប្រភេទអាហារដែលអ្នកក្រីក្រមិនចង់ប៉ះពាល់ចំណូលរបស់គេក្នុងពេលនោះគឺមួយសប្តាហ៍$1 លានតែថ្លៃអាហារប្រចាំថ្ងៃរបស់គេគ្រប់ពេលក្នុងមួយសប្តាហ៍ប្រហែលតែ$2ប៉ុណ្ណោះពេលឲ្យគេបរិភោគតែទឹកដោះគោប្រភេទមានរសជាតិជូរបន្តិចនិងនំប៉័ងតែប៉ុន្មានចំណិតប៉ុណ្ណោះស្បែកគ្រប់លំដាប់នៃឆ្អឹងរបស់គេស្លេកស្លាំងដោយស្បែកជាមក្រៀមដែលគេប្រើសរសេរអក្សរនៅសម័យបុរាណលុយដ៏ច្រើនមហិមារបស់គេក៏មិនអាចទិញជីវិតរបស់គេបានទេក្នុងខណៈពេលដែលគេទៅតែមានអាយុ53ឆ្នាំតែមានវិធីតែមួយគត់ដែលអាចជួយជីវិតគេបានគឺធ្វើតាមការណែនាំរបស់គ្រូពេទ្យគ្រប់ប្រការការដែលគេនាំខ្លួនទៅនៅចិត្តរំដៅសពដូច្នេះគឺមកពីគេចូលចិត្តគិតព្រួយខ្លាំងពេកចូលចិត្តភ័យរន្ធត់នឹងរឿងផ្សេងចូលចិត្តធ្វើការបែបអន្ទះសារបន្តិចបន្តួចហើយរស់នៅយ៉ាងត្រាំត្រែងនឹងការងារខ្លាំងហួសហេតុបែបនេះឯងសូម្បីតែការនៅអាយុ23ឆ្នាំគេជាមនុស្សមានការតាំងចិត្តខ្ពស់មិនរាថយក្នុងការរលដំណើរទៅរកទ្វារជោគជ័យនៃជីវិតតែតាមការរៀបរាប់ពីអ្នកដែលស្គាល់មកថាគ្មានរឿងអ្វីដែលសម្រាប់ទឹកមុខល្មមរបស់គេឲ្យដូចបានលឺដំណឹងពីរឿងចំនួនបានចំណេញច្រើនទេតែបានចំណេញច្រើនគេតែងបោកមួកទៅនឹងដីហើយលោតរាំកញ្ឆេងដោយសប្បាយរីករាយតែបើគេខាតរឿងបាត់បង់លុយដោយឥតប្រយោជន៍វិញគេដល់ថ្នាក់ធ្លាក់ខ្លួនឈឺឯណោះពេលមួយគេនាំស្រូវសាលីតម្លៃ$40,000ចេញតាមទន្លេ Great Lake គេមិនបានធានារ៉ាប់រងលើស្រូវសាលីនេះទេទោះបីជាតម្លៃរ៉ាប់រងត្រឹមតែ$150ក៏ដោយយប់ថ្ងៃនោះក៏កើតមានខ្យល់ព្យុះនៅទន្លេ Erie ជាទន្លេមួយក្នុងចំណោម5នៃទន្លេ Great Lake Rockefeller កើតក្តីបារម្ភជាខ្លាំងថាទំនិញត្រូវស្រូវសាលីរបស់គេនឹងមានគ្រោះថ្នាក់ពីខ្យល់ព្យុះពេល John Garner ដៃគូរបស់គេមកដល់ការិយាល័យនៅព្រឹកថ្ងៃបន្ទាប់គេឃើញ Rockefeller នៅនឹងការិយាល័យមុនហើយកំពុងដើរទៅដើរមកតាមទីកន្លែងផ្សេងៗដែលអារម្មណ៍ព្រួយបារម្ភដោយទុកព្រួយជានិច្ចលឿនណាស់គេស្រែកប្រាប់ Garner តើយើងនឹងមានវិធីធ្វើធានារ៉ាប់រងឥឡូវនេះបានដែរទេបើនៅមិនទាន់យឺតពេលនោះទេGarner ក៏ប្រញាប់ធ្វើដំណើរទៅទីក្រុងហើយរៀបចំធ្វើការរ៉ាប់រងទំនិញមួយនេះឲ្យរួចរាល់ប៉ុន្តែលុះពេលគេត្រឡប់មកដល់ការិយាល័យវិញគេឃើញ Rockefeller មួម៉ៅជាខ្លាំងលើសមុនទៅទៀតព្រោះទូរលេខបានមកដល់មុននេះបន្តិចប្រាប់ថាស្រូវសាលីបានមកដល់កំពង់ផែដោយសុវត្ថិភាពហើយការដែលគេសម្ដែងការខឹងសម្បារដូចមានរឿងធំដុំខ្លាំងបែបនេះគឺព្រោះតែក្រុមហ៊ុនត្រូវបានចំណាយប្រាក់$150ធ្វើធានារ៉ាប់រងដែលប្រយោជន៍នោះឯងគេមិនសូវស្រួលខ្លួនហើយទៅផ្ទះដេកសម្រាកតើវាជាការគួរឲ្យអស់សំណើចទេនៅពេលក្រុមហ៊ុនរបស់គេលក់ទំនិញបានក្នុងមួយឆ្នាំ$500,000តែគេបើជាមកសោកស្ដាយទៅលើទៅដេកផ្ទះសម្រាប់រងាប់អារម្មណ៍ដោយសារតែប្រាក់ត្រឹមតែ$150បែបនេះទៅវិញគេគ្មានពេលទៅរកភាពរីករាយនិងសម្រាប់លំហែគ្មានពេលសម្រាប់ធ្វើអ្វីក្រៅពីរកលុយនិងធ្វើជាគ្រូបង្រៀនពិសេសក្នុងថ្ងៃអាទិត្យនៅសាលាមួយនោះទេមិត្តភក្តិដៃគូរបស់ John Garner បានទិញនាវាជាកំសាន្តតពីគេមួយគ្រឿងដោយចូលហ៊ុននឹងមិត្តភក្តិដទៃទៀត3នាក់ក្នុងតម្លៃ$2,000 Rockefeller ដល់ថ្នាក់ភ្ញាក់ស្រឡាំងកាំងហើយប្រកែកមិនព្រមទៅជិះនាវាកំសាន្តនោះឡើយ Garner ឃើញតែកំពុងធ្វើការនៅការិយាល័យក្នុងរសៀលថ្ងៃសៅរ៍មួយក៏បបួលថាយើងនាំគ្នាទៅជិះទូកក្ដោងលេងទៅណា John វានឹងធ្វើឲ្យឯងបាត់ stress ហើយបានសប្បាយខ្លះទុករឿងការងារមួយ license ទៅសប្បាយវិញល្អជាង Rockefeller សម្លឹងមកហើយនិយាយថាឯងជាមនុស្សខ្ជះខ្ជាយបំផុតតាមដែលខ្ញុំធ្លាប់ជួបវាធ្វើឲ្យឯងធ្លាក់ credit ជាមួយនឹងធនាគារណាហើយវាក៏នឹងធ្វើឲ្យខូច credit របស់ខ្ញុំទៅតាមដែររឿងដំបូងបំផុតដែលឯងគួរដឹងគឺភាពខ្ជះខ្ជាយនេះឯងនឹងធ្វើឲ្យជំនួញរបស់យើងទៅរលំរលាយក្នុងថ្ងៃណាមួយមិនខានអត់ទេខ្ញុំមិនចង់ទៅដើរលេងជាមួយនាវាឯងទេគ្រាន់តែឃើញក៏មិនចង់ទៅដែរមិនចង់ឃើញដែរគ្រប់ពេលនៃជីវិតដំណើរការធុរកិច្ចរបស់គេជាមនុស្សមានលក្ខណៈចម្លែកក្នុងប្រការខ្លះពលគឺមិនចូលចិត្តភាពរីករាយមិនអាចបញ្ជាចិត្តឲ្យស្ថិតនៅក្នុងសភាពស្ងប់គេនិយាយបន្ទាប់ពីនោះជាច្រើនឆ្នាំមកខ្ញុំមិនដែលដាក់ក្បាលលើខ្នើយមុនដេកដោយមិនដាស់តឿនខ្លួនឯងថាជោគជ័យរបស់ខ្ញុំគ្រាន់តែជារឿងបណ្ដោះអាសន្ននោះទេទោះបីជាគេមានលុយរាប់លានតែគេនៅតែដេកមិនលក់ដោយសារតែការទុកថាខ្លួននឹងជួបសំណាងអាក្រក់អស់លុយមិនបាច់ឆ្ងល់ទេក្តីទុកនេះគឺកើតឡើងបំផ្លាញសុខភាពរបស់គេទ្រុឌទ្រោមជាទម្ងន់គេមិនដែលចំណាយពេលរកភាពរីករាយនឹងសម្រាប់លំហែចិត្តមិនដែលមើលកុនមិនដែលលេងបៀមិនដែលទៅពិធីជប់លៀងអ្វីទេ
Magana និយាយថា Rockefeller ជាមនុស្សឈួតនឹងលុយគេជាមនុស្សមានហេតុផលល្អគ្រប់ប្រការទាំងអស់តែគេបែរជាឈួតនឹងលុយ Rockefeller ធ្លាប់សារភាពប្រាប់អ្នកជិតខាងម្នាក់នៅ Cleveland រដ្ឋ Ohio ថាចង់ឲ្យអ្នកដទៃស្រឡាញ់តែដោយសារមកពីគេជាមនុស្សតឹងរឹងនិងពូកែសង្ស័យនេះឯងទៅជាហេតុនាំឲ្យមនុស្សចូលចិត្តគេត្រឹមតែប៉ុណ្ណាអ្នកប៉ុណ្ណោះពេលមួយ Morgan ឈប់តាក់ទងនឹង Rockefeller យ៉ាងដាច់ខាតព្រមទាំងនិយាយតែអហង្ការថាខ្ញុំស្អប់អាមួយនេះមិនចង់រកស៊ីជាមួយវាសោះសូម្បីតែប្អូនប្រុសបង្កើតក៏ស្អប់ទេដល់ថ្នាក់នាំកូនចៅចេញពីផ្ទះប្រចាំតកូលដែល Rockefeller ជាអ្នកសាងសង់គេនិយាយថាខ្ញុំមិនព្រមឲ្យខ្សែលោហិតរបស់ខ្ញុំមកពឹងអាស្រ័យលើដីដែលមាន Rockefeller ធ្វើជាម្ចាស់នោះទេបណ្ដាលេខាបុគ្គលិករបស់គេសុទ្ធតែភ័យខ្លាចរូបគេទាំងអស់ព្រោះគេសម្ដែងការសង្ស័យអ្នកនោះថានឹងនាំរឿងរ៉ាវផ្សេងៗក្នុងក្រុមហ៊ុនតែនិយាយទៅខាងក្រៅនាំឲ្យបែកការសម្ងាត់គេជាមនុស្សដែលទុកចិត្តមនុស្សដូចគ្នាតិចតួចបំផុតឧទាហរណ៍ដូចជាពេលមួយគេចុះកិច្ចសន្យា10ឆ្នាំនឹងក្រុមហ៊ុនចំណាញ់ប្រេងមួយដែលមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់គេបានបញ្ជាមិនឲ្យភាគីម្ខាងទៀតប្រាប់រឿងនេះទៅឲ្យអ្នកណាដឹងសូម្បីតែប្រពន្ធបិទមាត់របស់អ្នកនឹងតាមចិត្តធ្វើការរបស់អ្នកទៅនេះគឺបាយវចនាដែលគេប្រកាន់យកជាគោលការណ៍ក្នុងជីវិតរបស់គេ Rockefeller រុងរឿងខ្ពស់បំផុតលុយហូរចូលក្នុងហោប៉ៅរបស់គេប្រៀបដូចជាកំអែបរំភ្លើងហូរធ្លាក់មកពីលើភ្នំតែគេត្រូវជួបនឹងក្តីអស់សង្ឃឹមយ៉ាងធំក្នុងជីវិតផ្ទាល់របស់ខ្លួនទៅវិញសៀវភៅនឹងកាសែតចុះផ្សាយពេលប្រហារកោតទោសគេថាជាឈ្មួញចោលឆក់ប្លន់នៃក្រុមហ៊ុន Standard Oil ពលគឺគេប្រើវិធីសាស្ត្រឲ្យក្រុមហ៊ុនរថភ្លើងបង្កការងាយស្រួលក្នុងការដឹកជញ្ជូនប្រេងកាតរបស់ខ្លួនឲ្យមានប្រៀបជាងក្រុមហ៊ុនដទៃទៀតដោយការចុះកិច្ចសន្យាសម្ងាត់បន្ថែមដំណើរពិសេសទៅលើការដឹកជញ្ជូនហើយគេប្រើវិធីស្មូក្រោករាប់សិបប្រភេទក្នុងការបំបាក់គូប្រកួតក្នុងវិស័យចំនួនប្រេងកាត Rockefeller ជាមនុស្សដែលគេស្អប់ច្រើនបំផុតក្នុងលោកនៅតំបន់ប្រេងផ្សេងៗនៃ Pennsylvania គូប្រជែងដែលគេបានកំទេចឲ្យប្រដាប់ប្រដួលសិតតែខឹងហើយចង់ប្រកាច់ច្របាច់តគេជាទីបំផុតមានសម្បត្តិជេរនឹងដាក់បណ្ដាសាគំរាមកំហែងយកជីវិតហូរចូលមកក្នុងការិយាល័យរបស់គេរាប់ទាំងអស់រហូតដល់ត្រូវជួលអង្គរៈម្នាក់ដើម្បីការពារពីការវាយប្រហាររបស់សត្រូវគេព្យាយាមធ្វើដូចជាមិនយកចិត្តទុកដាក់នឹងការស្អប់របស់មនុស្សទាំងឡាយដែលមានចំពោះគេពេលមួយគេនិយាយបែបមានដំណោថាអ្នកអាចទាត់ឬជេរខ្ញុំបានតែខ្ញុំសូមធ្វើតាមអ្វីដែលខ្ញុំយល់ឃើញថាត្រឹមត្រូវសម្រាប់ខ្ញុំប៉ុណ្ណោះប៉ុន្តែទីបំផុតគេក៏បានជួបនឹងការពិតថាខ្លួនមិនអាចកិត្តផុតពីភាពជាមនុស្សម្នាក់បានឡើយគេមិនអាចស៊ូទ្រាំនឹងការស្អប់ពីអ្នកនៅជុំវិញរួមទាំងមិនអាចអត់ទ្រាំចំពោះក្តីកង្វល់ដែលមានជាប្រចាំនោះបានទេលទ្ធផលដែលគេទទួលគឺសុខភាពរបស់គេទ្រុឌទ្រង់ជាលំដាប់គេនឹកចំណាយក្នុងចិត្តដែលត្រូវប្រឈមនឹងសត្រូវថ្មីគឺជំងឺដង្កាត់ដែលវាប្រហារគេពីរាងកាយពីខាងក្នុងរាងកាយមកវិញការពីដំបូងគេព្យាបាលសុខភាពយ៉ាងស្ងៀមស្ងាត់តែមិនបង្ហាញចេញមកទេនឹងព្យាយាមបញ្ជាចិត្តឲ្យគិតថាខ្លួនគ្មានឈឺអ្វីទាំងអស់តែអាការៈរោគដែលមិនលក់ប្រព័ន្ធរំលាយអាហារចុកខ្សោយនិងសក់ជ្រូកបានឆ្លុះបង្ហាញថារាងកាយរបស់គេខុសប្រក្រតីហើយផ្លូវចិត្តដ៏រឹងមាំរបស់គេក៏ទុំជោគជាំទៅដោយក្តីទុកនោះគឺជារឿងដែលគេគ្មានសមត្ថភាពធ្វើមិនដឹងមិនលឺបានទៀតឡើយថានាទីបំផុតពេទ្យបានប្រាប់ពីការពិតដ៏គួរឲ្យតក់ស្លុតដល់គេថាតើគេជ្រើសរើសយកការកាប់លុយពីធុរកិច្ចដោយចិត្តទុកព្រួយកង្វល់ជានិច្ចឬមួយក៏ជ្រើសរើសយកជីវិតរបស់ខ្លួនគ្រូពេទ្យគ្រប់រូបយល់ស្របគ្នាថាគេត្រូវឈប់ពីការងារក្នុងវិស័យធុរកិច្ចជាដាច់ខាតបើមិនដូច្នេះទេគេនឹងជួបសេចក្តីស្លាប់ដោយមិនដាច់សង្ស័យឡើយពេលនោះហើយរូបគាត់ក៏សម្រេចចិត្តឈប់ពីការងារដើម្បីរក្សាជីវិតរបស់គាត់បន្តទៀតតែមុននឹងគាត់ឈប់ខ្វល់នឹងការងារនេះទុកព្រួយកង្វល់សេចក្តីលោភលន់និងសេចក្តីភ័យខ្លាចបានកំទេចសុខភាពរបស់គាត់អស់ទៅហើយនៅពេល Ida Thabel ស្ត្រីអ្នកនិពន្ធអំពីជីវប្រវត្តិរបស់បុគ្គលជនជាតិអាមេរិកដ៏ល្បីបានមកជួបគាត់នាងបានភ្ញាក់ផ្អើលនិងសរសេរថាមុខរបស់លោកមហាសេដ្ឋីមើលទៅដូចជាមនុស្សចាស់រជីស្ទើរតែមិនគួរជឿចាស់លើសពីបុរាណជរាណាៗទាំងអស់ដែលខ្ញុំធ្លាប់ឃើញចាស់រជីតាមពិតទៅអាយុរបស់គេនៅពេលនោះនៅក្មេងជាងឧត្តមសេនីយ៍ MacArthur នៅពេលដណ្ដើមហ្វីលីពីនមកពីជប៉ុនទៅទៀតប៉ុន្តែដោយសារតែរាងកាយទ្រុឌទ្រោមទើបជាហេតុធ្វើឲ្យ Ida កើតការសង្វេគនិងសង្ខាររបស់គាត់ជាខ្លាំងនៅពេលនោះនាងបានសរសេរសៀវភៅដ៏សំខាន់មួយដែលស្ដីបន្ទោសលើក្រុមហ៊ុន Standard Oil និងអ្នកពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនទៅវាជារឿងធម្មតាទេដែលនាងមិនសំចៃដល់គេដែលជាអ្នកបង្កើតក្រុមហ៊ុនដ៏មហិមានេះនាងនិយាយថាពេលនាងឃើញ Rockefeller បង្រៀននៅថ្នាក់មួយងារថ្ងៃអាទិត្យកាលពីពេលមួយនោះគេធ្លាប់មើលមុខសិស្សគ្រប់គ្នាក្នុងថ្នាក់ដោយក្រសែភ្នែកមុខគ្រាវខ្លានាងសម្ដែងអារម្មណ៍ចំពោះសង្ខាររាងកាយរបស់ Rockefeller បន្តថាខ្ញុំមានអារម្មណ៍ថាខុសពីការរំពឹងរបស់ខ្ញុំដែលបានឃើញថាការវេលាផ្លាស់ប្ដូររឿងរ៉ាវផ្សេងៗយ៉ាងមិនគួរឲ្យជឿខ្ញុំមានអារម្មណ៍សង្វេគគាត់ជាខ្លាំងខ្ញុំដឹងច្បាស់ថាទុកព្រួយគឺជាសត្រូវដ៏ខ្លាំងនៃជីវិតដូចម្តេចនៅក្នុងការជួយជីវិត Rockefeller បានរួចផុតពីសេចក្តីស្លាប់គ្រូពេទ្យបានបញ្ញត្តិច្បាប់3ចំណុចឲ្យគេអនុវត្តហើយគេបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតដល់នាទីចុងក្រោយនៃជីវិតគឺកុំទុកព្រួយនឹងរឿងអ្វីមួយរាល់គ្រប់ករណីទី2សម្រាប់លើការហាត់ប្រាណស្រាលៗក្រោមពន្លឺថ្ងៃនិងទី3ប្រយ័ត្នរឿងចំណីអាហារកុំបរិភោគនៅពេលមិនទាន់ឃ្លានខ្លាំងគេអនុវត្តតាមគ្រប់ចំណុចលទ្ធផលគឺរួចពីស្លាប់គេឈប់ពីការងារជំនួយហាត់ប្រាណលេងវីកូនហ្គោធ្វើសួននិយាយនឹងអ្នកជិតខាងផ្ទះលេងកីឡាក្នុងម្លប់និងកីឡាស្រាលៗផ្សេងៗនិងច្រៀងចម្រៀងជាដើមគេបានអនុវត្តអ្វីផ្សេងៗលើសពីការរៀបរាប់ខាងលើនេះទៅទៀតកំឡុងពេលគេគ្រាន់ឈឺចាប់នៅទុក្ខវេទនាដេកមិនលក់ Winkler និយាយ John Rockefeller មានពេលទំនេរសើគិតពីរឿងផ្សេងឡើយគេចាប់ផ្ដើមគិតទៅអ្នកដទៃនឹងឈប់គិតយ៉ាងដាច់ខាតថាគេឈប់កាប់លុយបានប៉ុន្មានទៀតតែគេឆ្ងល់ថាតើត្រូវចំណាយលុយប៉ុន្មានទើបអាចកសាងនូវសេចក្តីសុខដល់មនុស្សទាំងមូលបានព្រោះតែហេតុខាងលើទើបក្រោយមកគេចាប់ផ្ដើមបរិច្ចាគលុយកាក់របស់ខ្លួនរាប់លានដើម្បីកិច្ចការសាធារណៈក្នុងការបរិច្ចាគរបស់គេនៅដំបូងមិនប្រព្រឹត្តទៅដោយរលូនទេឧទាហរណ៍ដូចជាគេចំណាយលុយទំនុកបំរុងព្រះវិហារមួយបណ្ដាបុព្វជិតទូទាំងប្រទេសនាំគ្នាស្រែកប្រឆាំងជំទាស់ថាលុយរបស់គេជាលុយមិនស័ក្តិស្អំទេតែគេមិនចាប់អារម្មណ៍ហើយនៅតែបន្តបរិច្ចាគបន្តទៀតគេដំណឹងថាមហាវិទ្យាល័យតូចដ៏ក្រីក្រមួយនៅលើមាត់ទន្លេ Michigan កំពុងត្រូវធានាគាររឹបអូសដោយសារតែយកទៅបញ្ចាំគេក៏ប្រញាប់ជួយភ្លាមហើយបរិច្ចាគលុយយ៉ាងច្រើនលានឲ្យសម្រាប់សាងសង់ថ្មីនិងសម្រាប់ធ្វើអ្វីផ្សេងៗទៀតលទ្ធផលគឺមហាវិទ្យាល័យតូចមួយនេះបានក្លាយជាសាកលវិទ្យាល័យ Chicago ដ៏ល្បីល្បាញគេបរិច្ចាគ
ជួយដល់ការសិក្សារបស់ជនជាតិពូស្បែកខ្មៅដែលផ្ដល់លុយកាក់មួយចំនួនធំដល់សាកលវិទ្យាល័យជនជាតិស្បែកខ្មៅដូចជា Takechi ដែលត្រូវការជំនួយដើម្បីបន្តកិច្ចការស្រាវជ្រាវរបស់ John Washington Carver គេបរិច្ចាគលុយមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺព្រូនទំពក់លោកវេជ្ជបណ្ឌិត Charles W. Steele ជាមន្ត្រីបង្ក្រាបជំងឺព្រូនទំពក់និយាយថាការបំបត្តិជំងឺដែលកំពុងរីករាលដាលនៅខាងត្បូងនេះមនុស្សម្នាក់ៗនឹងត្រូវលេបថ្នាំតម្លៃត្រឹមតែ5សេនប៉ុណ្ណោះតើអ្នកណាជាអ្នកចេញលុយ Rockefeller ធានាថាទុកឲ្យគេជាអ្នកទូទាត់នឹងទទួលខុសត្រូវតួនាទីនេះចោះគេចំណាយលុយក្នុងការកម្ចាត់ជំងឺព្រូននេះរហូតដល់អស់ពីភាគខាងត្បូងរបស់អាមេរិកតែគេនៅតែមិនឈប់ត្រឹមនេះទេគេនៅចំណាយលុយរបស់គេឲ្យកើតជាប្រយោជន៍បន្តទៀតគេបង្កើតមូលនិធិដ៏ធំអស្ចារ្យមហិមាមួយដើម្បីប្រយោជន៍ដល់មនុស្សជាតិគឺមូលនិធិ Rockefeller ដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺដង្កាត់ដើម្បីសុខភាពមនុស្សទូទាំងពិភពលោកខ្លួនខ្ញុំផ្ទាល់ក៏ជំពាក់គុណជីវិតមូលនិធិ Rockefeller ដែរខ្ញុំនៅចាំបានថាកាលពីឆ្នាំ1932ខ្លួនខ្ញុំនេះគឺសំដៅទៅលើអ្នកនិពន្ធ Dale Carnegie នៅក្នុងពេលដែល Dale Carnegie កំពុងស្ថិតនៅក្នុងប្រទេសចិនជាពេលមួយដែលជំងឺអាសន្នរោគកំពុងរីករាលដាលពេញប្រទេសដែលជះឥទ្ធិពលឲ្យអ្នកសាចំការស្លាប់ដោយស្រមោចក្នុងចំណោមហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះខ្ញុំបានទទួលការចាក់វ៉ាក់សាំងជំងឺអាសន្នរោគពីមហាវិទ្យាល័យវិទ្យាសាស្ត្រ Rockefeller នៅទីក្រុងប៉េកាំងការចាក់វ៉ាក់សាំងមិនបានរើសអើងវណ្ណៈពណ៌សម្បុរថាជាជនជាតិចិនឬស្បែកសទេសុទ្ធតែទទួលបានការស្វាគមន៍ស្មើគ្នាទាំងអស់រឿងនេះរាប់ថាជាលើកដំបូងដែល Dale Carnegie អាចយល់ច្បាស់ចូលជាពីគុណប្រយោជន៍ដ៏ពិតប្រាកដនៃលុយរាប់លានដុល្លាររបស់ Rockefeller ដែលបានបរិច្ចាគជួយមនុស្សលោកមិនដឹងមកពីមុនសោះថាក្នុងប្រវត្តិសាស្ត្រមានអង្គការណាដែលបានបំពេញប្រយោជន៍ដល់មនុស្សយ៉ាងធំធេងដោយមូលនិធិ Rockefeller នេះមូលនិធិនេះជារឿងប្លែកថ្មីសម្រាប់ពិភពលោក Rockefeller ដឹងច្បាស់ថានៅទូទាំងពិភពលោកមានការធ្វើចលនាទូទៅក្នុងការងារផ្សេងៗនិងដើម្បីភាពរីកចម្រើនរបស់មនុស្សដូចជាការស្រាវជ្រាវការបង្កើតមហាវិទ្យាល័យនិងបណ្ដាពេទ្យដែលស្រាវជ្រាវរកថ្នាំព្យាបាលជំងឺផ្សេងៗតែការងារដើម្បីមនុស្សធម៌របស់អ្នកទាំងនោះមានមិនតិចទេដែលត្រូវជួបនឹងឧបសគ្គពីការខ្វះខាតលុយដូច្នេះ Rockefeller ក៏ហុចដៃទៅជួយដោយការឲ្យទុនសម្រាប់អ្នកទាំងនោះទៅធ្វើដំណើរកិច្ចទស្សនកិច្ចផ្សេងៗដូចនិយាយខាងលើដើម្បីលើកស្ទួយអរិយធម៌របស់មនុស្សបន្តទៀតបច្ចុប្បន្នមនុស្សគ្រប់រូបព្រមទាំងខ្ញុំដែលជា Dale Carnegie នេះត្រូវអរគុណដល់ Rockefeller សម្រាប់ថ្នាំអច្ឆរិយៈpenicillin និងថ្នាំផ្សេងៗជាច្រើនប្រភេទដែលធ្វើការសិក្សាស្រាវជ្រាវរហូតទទួលបានជោគជ័យដោយសារតែការឧបត្ថម្ភពីថវិការបស់ Rockefeller អ្នកគ្រប់គ្នាត្រូវអរគុណសម្រាប់ការរកឃើញថ្នាំព្យាបាលកូនរបស់អ្នកឲ្យមានសុវត្ថិភាពពីជំងឺរលាកស្រោមខួរឆ្អឹងខ្នងដែលកាលពីមុនជំងឺប្រភេទនេះធ្លាប់សម្រាប់ក្មេង4ក្នុងចំណោម5នាក់អ្នកអាចអរគុណសម្រាប់ថ្នាំគ្រុនចាញ់ជំងឺរបេងផ្ដាសាយធំជំងឺខាន់ស្លាក់និងជំងឺផ្សេងៗទៀតដែលនៅតែរីករាលដាលទូទាំងពិភពលោកសម្រាប់ Rockefeller ផ្ទាល់តើគេបានទទួលផលពីការបរិច្ចាគរបស់គេដូចម្តេចខ្លះទៅគេជួបនឹងសេចក្តីស្ងប់ក្នុងចិត្តពីការបរិច្ចាគ Alan Kevin និយាយថាក្រោយពីឆ្នាំ1900បើប្រជាជននៅតែគិតទៅក្នុងផ្លូវអាក្រក់ថាគេនៅតែកាប់លុយចូលមកស្តង់ដារអ្វីរាប់ថាជាគំនិតដែលខុសខ្លាំងណាស់ Rockefeller ផ្លាស់ប្ដូរទាំងស្រុងប្ដូរទៅជាមនុស្សដែលមានសេចក្តីសុខនិងប្រាចាកទុកព្រួយបារម្ភក្នុងរឿងអ្វីមួយសូម្បីតែក្នុងពេលដែលគេទទួលដំណឹងបរាជ័យដ៏ធ្ងន់ធ្ងរបំផុតទៅនឹងជំនួយរបស់គេតែគេមិនបានយកមកធ្វើជាកង្វល់រហូតដល់ដេកមិនលក់ដូចមុនទៀតឡើយដំណឹងអាក្រក់នោះគឺក្រុមហ៊ុនស្តង់ដារអ្វីត្រូវបានរដ្ឋាភិបាលពិន័យដោយចំនួនទឹកប្រាក់ដែលជាតម្លៃផាកពិន័យខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររដ្ឋាភិបាលនៃសហរដ្ឋអាមេរិកចាត់ទុកថាការដែលក្រុមហ៊ុនស្តង់ដារអ្វីប្រើល្បិចផ្ដាច់មុខនឹងបិទទ្វារពាណិជ្ជកម្មប្រេងគឺជាទង្វើខុសច្បាប់រឿងគិតតែខ្លួនលោកទៅកុំយករឿងនេះមករំខានចិត្តអសោះរាត្រីសួស្តីនេះជារឿងរបស់បុគ្គលម្នាក់ដែលតថ្នាក់មិនស្រួលខ្លួនហើយត្រឡប់ទៅផ្ទះដេកដោយសារតែខាតលុយទៅទេអស់ត្រឹមតែ$150គេចំណាយពេលយ៉ាងយូរទើបអាចយកឈ្នះទុកបានរហូតដល់53ឆ្នាំគេកំពុងតែនឹងជួបសេចក្តីស្លាប់តែគេបែរជាមានជីវិតរស់រហូតដល់ទៅអាយុ98ឆ្នាំទៅវិញ John D. Rockefeller កើតនៅក្នុងឆ្នាំ1838នៅក្រុង Richford Bury New York ពេលបានអាយុ18ឆ្នាំបដូរតាមឪពុកម្ដាយមករៀននៅទីក្រុងCleveland រដ្ឋ Ohio ក្រោយពីបានបញ្ចប់ការសិក្សានៅសាលារដ្ឋមួយគេបានចូលធ្វើការនៅក្នុងផ្នែកគណនេយ្យនៅក្នុងក្រុមហ៊ុនឈ្មោះកណ្ដាលមួយក្រុមហ៊ុនស្តង់ដារអ្វីបង្កើតឡើងលើកដំបូងនៅក្នុងដោយទឹកប្រាក់ដើមទុន$1លានតាមរយៈការធ្វើដំណើរការដោយ Rockefeller ក្នុងឋានៈជាប្រធានក្រុមហ៊ុនបានរីកចម្រើនរុងរឿងក្នុងការផលិតនិងពាណិជ្ជកម្មប្រេងក្នុងឆ្នាំ1878ក្រុមហ៊ុននេះគ្រប់គ្រងក្រុមហ៊ុនប្រេងផ្សេងៗនៅសហរដ្ឋអាមេរិកដល់ទៅ90%មូលនិធិ Rockefeller បង្កើតឡើងនៅក្នុងឆ្នាំ1913និងបានចំណាយលុយទៅក្នុងវិស័យសាធារណៈផ្សេងៗជាង$500លាននៅក្នុងឆ្នាំ1911គេជាមហាសេដ្ឋីដែលមានបំផុតនៅសហរដ្ឋអាមេរិកហើយគេទទួលមរណភាពនៅក្នុងឆ្នាំ1937ដោយបន្សល់នៅមូលនិធិ Rockefeller យ៉ាងអស្ចារ្យសម្រាប់មនុស្សជាតិនៅទូទាំងពិភពលោក